សូមស្វាគមន៍មកកាន់ Cambodia Flash News នៅទីបំផុតមន្ត្រីកបបពីនៃហាងចរណៃចន្លោះពី10ទៅ20លានរៀលក្នុងការយកត្រីត្រោតមកបន្លំដាក់លក់ថាជាត្រីសាល់ម៉ុនមន្ត្រីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី22ខែមិថុនាបានចុះពិនិត្យហាងចរណៃបន្ទាប់ពីមានការរិះគន់ថាបាននាំចូលត្រីត្រោតមកបន្លំដាក់លក់ថាជាត្រីសាល់ម៉ុនកបបបានផាកពិន័យចន្លោះពី10ទៅ20លានរៀលហើយតម្រូវឲ្យម្ចាស់ហាងកែតម្រូវនៅសកម្មភាពដែលបានប្រព្រឹត្តខុសឆ្គងកន្លងមកឡើងវិញសូមបញ្ជាក់ថាកន្លងមកនេះបានផ្ទុះព័ត៌មានពេញបណ្ដាញសង្គមដោយអតិថិជនដែលជាអ្នកស្មោះត្រង់ជាមួយនឹងហាងចរណៃលក់ដុំនិងរាយត្រីសាល់ម៉ុនជាយូរឆ្នាំមកហើយនោះបាននាំគ្នាបង្ហោះសារចោទប្រកាន់ម្ចាស់ហាងនេះថាបានធ្វើអាជីវកម្មមិនសុចរិតដោយបានលួចបន្លំនាំយកត្រីត្រោតដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងត្រីសាល់ម៉ុននោះមកដាក់លក់ចាយៗឲ្យអ្នកបរិភោគដោយបោកប្រាស់ថាជាត្រីសាល់ម៉ុនអ្នកដែលធ្លាប់និយមចូលចិត្តហាងចរណៃបានបង្ហោះសារថាពួកគេបានចំណាយលុយជាច្រើនទិញត្រីសាល់ម៉ុនមកទទួលទានជាយូរមកហើយនៅពេលលេចធ្លាយរឿងអាស្រូវរបស់ហាងចរណៃដែលរងការចោទប្រកាន់ថាបាននាំចូលប្រភេទត្រីត្រោតមកលក់ដោយបន្លំថាជាត្រីសាល់ម៉ុនបែបនេះបានធ្វើឲ្យពួកគាត់មានការខកចិត្តនិងខឹងសម្បាយ៉ាងខ្លាំងអ្នកខ្លះបានរិះគន់ថាក្រុមហ៊ុននេះមិនគួរណារកស៊ីដោយប្រើប្រាស់វិធីបោកបញ្ឆោតមកលើអ្នកដែលមានជំនឿលើខ្លួនឯងបែបនេះទេអ្នកខ្លះទៀតថាបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទៅទិញត្រីសាល់ម៉ុនយកមកទទួលទាននិងបានទិញផ្ញើសាច់ញាតិដោយជឿថាត្រីសាល់ម៉ុនក្រៅពីមានរសជាតិនោះវានឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាពម្យ៉ាងទៀតថាបានបរិភោគត្រីសាល់ម៉ុនវាជាកិត្តិយសព្រោះវាជាប្រភេទត្រីសមុទ្រដែលមានតម្លៃខ្ពស់ខណៈដែលអ្នកទទួលទានខ្លះមិនទាំងបានស្គាល់ច្បាស់ពីប្រភេទត្រីសាល់ម៉ុននោះច្បាស់លាស់ផងឲ្យតែអ្នកលក់ប្រាប់ថាសាល់ម៉ុនគឺជឿតាមហើយចុះរឿងអីអ្នកលក់បាយជាប្រើវិធីបោកប្រាស់អតិថិជនខ្លួនឯងដើម្បីកេងយកចំណេញបែបនេះទៅវិញបន្ទាប់ពីសន្ទុះនៃការរិះគន់ពីមហាជនជាពិសេសអ្នកលេខបណ្ដាញសង្គមកាន់តែច្រើនឡើងដោយទឹកបាក់ទំនប់នោះនៅថ្ងៃទី21ខែមិថុនាគេឃើញម្ចាស់ហាងចរណៃដែលរងការចោទប្រកាន់ថាបានលក់ត្រីសាល់ម៉ុនក្លែងបន្លំកន្លងមកនោះបានចេញមុខបង្ហោះសារសំទោសតាមទំព័រ Facebook ផ្លូវការរបស់ខ្លួនក្នុងនោះម្ចាស់ហាងចរណៃបានទទួលស្គាល់ថាកន្លងមកនៅពេលដាក់លក់ខ្លួនពិតជាមិនបានបញ្ជាក់ឲ្យបានច្បាស់ថាមួយណាជាត្រីសាល់ម៉ុននិងមួយណាជាត្រីត្រោតពិតប្រាកដមែនម្ចាស់ហាងបានបញ្ជាក់ទៀតថាចំពោះតម្លៃទិញចូលនិងលក់ចេញត្រីទាំងពីរប្រភេទនេះគឺសាល់ម៉ុននិងត្រីត្រោតគឺវាមានតម្លៃស្ទើរតែដូចគ្នាហើយថានៅពេលខ្លះត្រីត្រោតគឺមានតម្លៃខ្ពស់ជាងត្រីសាល់ម៉ុនទៀតផងម្ចាស់ហាងនៅបានបន្ថែមទៀតថានេះគឺជាការធ្វើប្រហែសក្នុងការផ្ដល់ព័ត៌មានច្បាស់លាស់មិនមែនជាចេតនាបន្លំឬកេងចំណេញពីអតិថិជននោះឡើយប៉ុន្តែអ្នករិះគន់បានលើកឡើងថាការចេញមកសុំទោសរបស់ម្ចាស់ហាងចរណៃនៅពេលកន្លងមកនេះគឺមិនទាន់គ្រប់គ្រាន់នោះទេផ្ទុយទៅវិញវាគ្រាន់តែជាលេសដោះសារក្រោយពីរឿងអាក្រក់នៃមុខរបររបស់ខ្លួនដែលបានកាត់ឡើងជាយូរឆ្នាំមកហើយត្រូវបានគេរកឃើញហើយបកអាក្រាតជាសាធារណៈតែប៉ុណ្ណោះក្រុមអ្នករិះគន់បានទាមទារឲ្យមន្ត្រីជំនាញដែលទទួលមើលការខុសត្រូវចំពោះសុវត្ថិភាពចំណីអាហារចាត់ការតាមច្បាប់ចំពោះម្ចាស់ហាងចរណៃនៅថ្ងៃទី22ខែមិថុនាមន្ត្រីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មក៏បានចុះទៅពិនិត្យទំនិញនៅហាងចរណៃដោយបានរកឃើញថាបានធ្វើអាជីវកម្មបង្កឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំរវាងផលិតផលត្រីសាល់ម៉ុននិងត្រីត្រោតដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមាត្រាទី38ពាក់ព័ន្ធនឹងការអះអាងដោយបន្លំឬធ្វើឲ្យអ្នកប្រើប្រាស់យល់ច្រឡំនិងបានធ្វើការពិន័យអន្តរការហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី10លានរៀលទៅ20លានរៀលមន្ត្រីកបបក៏បានណែនាំឲ្យតំណាងម្ចាស់ហាងចរណៃត្រូវតែកែតម្រូវបន្ទាន់ទៅគ្រប់ទីតាំងលក់របស់ខ្លួនទាំងអស់ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃប្រភេទត្រីនិងដាក់តាំងដោយឡែកពីគ្នានៃផលិតផលទាំងនោះដើម្បីធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិតប្រាកដពីផលិតផលនិងជ្រើសរើសដោយគ្មានភាពយល់ច្រឡំបែបនេះតទៅទៀតអរគុណសម្រាប់ការតាមដាន Cambodia Flash News